ជំរាបសួរពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំស្ដីអំពីសកម្មភាពនៃការដាំបន្លែលើទឹកតាមប្រព័ន្ធហៃដ្រូប៉ូនិកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាមួយរយៈនេះកសិករទីក្រុងពុំឃើញមានផុសវីដេអូថ្មីពាក់ព័ន្ធទៅនឹងការដាំដុះបច្ចេកទេសឬក៏វិវត្តនៃបន្លែដែលខ្ញុំបានដាំបាទបងប្អូនដល់ចំណុចនេះខ្ញុំពិតជាសូមអធិស្ឋានដល់បងប្អូនដែលធ្លាប់តែតាមដានទស្សនាវីដេអូរបស់ខ្ញុំដោយសារតែមួយរយៈនេះខ្ញុំមានពេលសកាត់ម្ល៉េះហើយទើបមានការខកខានពុំបានផលិតវីដេអូថ្មីថតបន្លែស្រស់ថតសកម្មភាពថតពីការវិវត្តនៃបន្លែដែលខ្ញុំបានដាំដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនយោគយល់អធ្យាស្រ័យបន្តតាមដានទស្សនាវីដេអូខ្លីៗវីដេអូពាក់ព័ន្ធនឹងការដាំដុះរបស់ខ្ញុំជាបន្តទៀតហើយខ្ញុំនៅតែបន្តរីករាយក្នុងការចែករំលែកពីចំណេះដឹងខ្លះដែលខ្ញុំមានពីបច្ចេកទេសពីវិធីដាំដុះថ្មីទំនើបចែកជូនបងប្អូនទុកជាចំណេះដឹងឬមួយក៏បងប្អូនចង់សាកល្បងដាំដុះដូចខ្ញុំដែរខ្ញុំពិតជារីករាយស្វាគមន៍ក្នុងការចែករំលែកនៅអ្វីដែលខ្ញុំមានសង្ឃឹមថារបស់ខ្ញុំជាបន្តទៀតសូមអរគុណជូនពរសំណាងល្អ